ស្ដីបងបងទាំងអស់គ្នានេះសកម្មភាព vlog ខ្ញុំចេញពីស្រុកទៅពលានយន្តហោះថ្មីរបស់យើងហើយទៅឆ្ងាយមែនតើខ្ញុំចេញពីព្រឹកដូចជាម៉ោង8កន្លះទៅដល់ពលានម៉ោងខ្ទង់ម៉ោង2ម៉ោង3អញ្ចឹងណាហើយពលានយើងស្អាតធំមែនតើជឿឆ្វែមកជុំបានដល់កន្លែងចំណតហើយក៏នាំគ្នាយកវ៉ាលីយកអីហ្នឹងដើម្បីឡើងទៅកន្លែងចាំ check in អញ្ចឹងណាហើយទីធ្លាធំមែនតើហើយកូនខ្ញុំនេះគេចេះការពីវ៉ាលីគេចង់អូសខ្លួនឯងហើយអ្នកជួលដំណើរហ្នឹងគឺមកផ្ទះមកទាំងអស់មកចង់មើលពលានផងអីផងអញ្ចឹងហើយកក់ក្ដៅដែលពួកគាត់មកជាមួយខំអីនឹងពិបាកអូវ៉ាលីផងកូនផងអញ្ចឹងញ៉ែញ៉ៃអញ្ចឹងហើយអូនពេលឡើងមកដល់ជាន់នេះជាន់ខាងក្រោមហ្នឹងណាដើម្បីយើង check in បានគឺយើងឡើងទៅតាមចរាយន្តហ្នឹងជាន់លើហើយឃើញរូបសំណាកព្រះពុទ្ធហ្នឹងកន្លែង check in នៅចាំ check in ហ្នឹងឲ្យកូនខ្ញុំគេសប្បាយណាស់ទីធ្លាគឺធំស្អាតគឺស្អាតតែស្អាតតែទៅខ្ញុំធ្លាប់ចុះតាមពលានច្រើនដែរអញ្ចឹងណាហើយពលានយើងថ្មីហ្នឹងគឺខ្ញុំឲ្យលេខ1ហ្មងគឺស្អាតហើយសបោកន្លែងថតរូបច្រើនដែរប៉ុន្តែបានថតទេព្រោះរវល់ទៅដេញចាប់កូនខ្ញុំហ្នឹងគាត់ចង់ទៅរត់ទៅចូលទៅលេងអាកន្លែងគេ check in ហ្នឹងហើយចាប់គាត់ទាញមកវិញហើយមនុស្សគាត់ទៅច្រើនហើយជួបអ៊ំខ្លាអញ្ចឹងគាត់ទៅក្រៅជូនបងប្អូនគាត់មកឡើងយន្តហោះទៅក្រៅប្រទេសដែរអញ្ចឹងគាត់មកជួលដំណើរអញ្ចឹងគាត់អង្គុយចាំហើយថាទៅស្អាតស្រឡាញ់ពលានថ្មីយើងថាទៅខ្ញុំចូលមកចាំcheck in ហ្នឹងខ្ញុំមកមុនដូចជា3ម៉ោងតាមពិតគេឲ្យយើងមកមុន2ម៉ោងក៏បានដែរប៉ុន្តែខ្ញុំមកមុនឡើងច្រើនម៉ោងហើយចាំហ្នឹងសម្រាប់ចំណតវិញគេគិតតាមម៉ោងគេគុណអញ្ចឹងណាហ្នឹងហើយបើយើងចតយូរគេតឡើងលុយតាមហ្នឹងប៉ុន្តែខ្ញុំអត់ដឹងខ្ញុំផ្លេចគេប្រាប់ដែរប៉ុន្តែផ្លេចថាគេបូកទឹកលុយនឹងមិនគេមានចំណត VIP ចំណតធម្មតាហើយតទៅហើយអូនបន្ទប់ទឹកទៀតថាទៅស្អាតហ្មងស្អាតទាំងអស់អត់មានអីទាស់ទេស្អាតទាំងអស់ហើយកន្លែងចូល check in ក៏អូខេថាទៅតើលូនទាំងអស់ប៉ុន្តែចៃដន្យអីពេល check in check អីរួចហ្នឹងគឺដាច់អាកាបូបដែលខ្ញុំដាក់ passport អីហើយក៏ដាក់ចូលកតាបស្ពេទាំងអស់ហើយស្ពេកូនផងពិបាកដែរហើយពេលខ្ញុំចូលកន្លែង passport control អីរួចចេញមកដល់ខាងក្នុងគេមានកន្លែងនេះដាក់ច្រកទឹកមិញបង្ហាញកន្លែងយើងអាចយកទឹកនឹងញ៉ាំបានបើខ្ញុំកូនទូអញ្ចឹងគេកន្លែង security pass ហ្នឹងគេឲ្យខ្ញុំយកទឹកចូល10ទឹកចូលទឹកបានយកបានអត់អីទេប៉ុន្តែឧទាហរណ៍អ្នកខ្លះពេលខ្លះគេឲ្យយើងយកទឹកចូលអញ្ចឹងណាអញ្ចឹងបងអាចដាក់10ទេហើយមកច្រក refill ទឹកហ្នឹងក៏បានដែរអូហើយមួយទៀតផ្លេចប្រាប់ថាយើងឲ្យខ្ញុំកាន់ passport ខ្មែរអញ្ចឹងយើងអាចដកលុយបានណាយើងអាចដកលុយបានប៉ុន្តែកូនខ្ញុំកាន់ passport ស្ពេកអញ្ចឹងគាត់អាចដកលុយបានទេដកលុយកតុយគេអញ្ចឹងហើយខ្ញុំពេលចូលមកក្នុងអញ្ចឹងខ្ញុំទិញនំសម្រាប់កូនខ្ញុំហើយគាត់ឃ្លាននេះនំហ្នឹងខ្ញុំថតដូចជា$3ជាងហើយនៅខាងក្នុងហ្នឹងគេដាក់មានរូបបេះដូង I love Cambodia អញ្ចឹងឆ្ងាញ់នំខូគីគេហើយខ្ញុំទិញកៅអីហ្នឹង2ប៉ុន្តែកូនខ្ញុំក៏ពេលគាត់ដេកលើដៃខ្ញុំទេហើយបញ្ចូលសម្លេងបដារត់បដាហើយទិញសបតឲ្យគាត់ពីព្រោះគាត់ដូចជាអាយុ2ឆ្នាំចាប់ពី2ឆ្នាំឡើងអូនដូចជាបាន2ឆ្នាំហ្មង10ថ្ងៃអីអញ្ចឹងក៏គេគិតសពតយន្តហោះអញ្ចឹងដូចជា80-90% ហ្នឹងឯងហើយគាត់បន្ទាប់ពីលេងរួចថាទៅកូនខ្ញុំពិបាកដែរពេលពិបាកពេលឡើងហើយនឹងចុះពីព្រោះគាត់ចង់ពាក់ខ្សែក្រវ៉ាត់អញ្ចឹងគាត់យំហើយមកយន្តហោះហ្នឹងគឺមានតែគាត់ក្មេងមួយឯងរៀងលុកដូចថាខ្មាស់គេដែរលុកមុខតិចដែរខ្មាស់គេដល់ពេលហ្នឹងឯងឥឡូវចុះមកដល់ពលានទីអត់បានថតទេរវល់កូនយំផងនេះគេបានជួបប៉ាគេសប្បាយគេខ្ញុំបានតែគេផ្លេចមុខប៉ាហើយព្រោះបែកប៉ាគេដូចជា3ខែអញ្ចឹងមកលេងខ្មែរហើយមកដល់ឥណ្ឌាបានសម្រេចនៅគេជួបប៉ាគេហើយ